Hello ជំរាបសួរសួស្តីទាំងអស់គ្នាចាស្វាគមន៍សម្រាប់អ្នកដែលកំពុងតែមើលវីដេអូនេះសម្រាប់វីដេអូនេះយើងមកមើលរាសីនៅក្នុងខែ11សម្រាប់អ្នកឆ្នាំចទាំងអស់គ្នាថាតើគាត់នឹងជួបរឿងអីល្អចាមានរឿងអ្វីដែលគាត់គួរទៅជៀសវាងណានៅក្នុងខែ11នេះអញ្ចឹងយើងមកមើលអំពីគោលនៅក្នុងខែ11សម្រាប់អ្នកឆ្នាំចទាំងអស់គ្នាណាចាពាក់ព័ន្ធមួយអីណាចាប់ប្រយែងសុខភាពបន្តិចណាឃើញមកគឺតកតងជាមួយនឹងសុខភាពមកកណាត់ក្រោមចាពាក់ព័ន្ធជាមួយតម្រងនោមភេទអីជាដើមកាពះពោះវៀនអីណាចាហើយមួយទៀតមានអារម្មណ៍ថារាសីមួយយ៉ាងហ្នឹងអត់សូវល្អទេបើយល់ល្អកុំសូវដើរយប់ប្រលប់ខ្លាំងពេកណាចាប់ពីម៉ោងអាចថាពីម៉ោង16ល្ងាចដល់ម៉ោង12អីចឹងទៅកុំសូវដើរអីច្រើនពេកណាចាយល់ល្អគឺយល់ល្អកុំដើរមកជាពិសេសចន្លោះម៉ោង12ថ្ងៃត្រង់ម៉ោង12យប់អីកុំណាចាអញ្ចឹងយើងមើលអំពីរឿងការងារយើងមើលយ៉ាងណាដែរចាឃើញថាការងារយើងណាអត់អីទេប្រសើរឡើងណាឃើញថាដោះស្រាយបាននៅក្នុងដើមខែណាការតំណែងជាមួយនឹងការងារជាមួយមេស្រីអីគឺអត់អីទេល្អណាចាតែនៅក្នុងនោះវិញចាប់ពីថ្ងៃ10ណាចាប់ពីថ្ងៃ10ការងារអាចមានការពិបាកចិត្តជាមួយនឹងការងារគាំងជាមួយនឹងការងារចានឹងឯងមានរឿងមានបញ្ហាដែលត្រូវដោះជាមួយនឹងការងារស្មុគស្មាញកង្វល់ពិបាកចិត្តជាមួយនឹងការងារណាចាព្រោះជាពិសេសអ្នកដែលធ្វើការជាមួយនឹងលុយដូចជាមិនសូវល្អទេត្រូវមានរឿងឲ្យដោះស្រាយច្រើនជាមួយនឹងការងារយើងណាអញ្ចឹងចូលប្រយ័ត្នប្រយែងមែនតើចាប៉ុន្តែរហូតដល់ចុងខែខ្ញុំឃើញថាអត់អីទេណាចាប់ពីថ្ងៃ19អីឡើងទៅឃើញការងារយើងអាចធូរស្បើយមកវិញហើយហ្នឹងរកដំណោះស្រាយបានគ្រប់បញ្ហាអាចដោះស្រាយបានហើយមិនជាបញ្ហាអីទេចាឥឡូវយើងមើលទៀតពាក់ព័ន្ធជាមួយនឹងលុយកាក់អញ្ចឹងឃើញថាការងារណាចូលប្រយ័ត្នប្រយែងចាប៉ុន្តែមិនជាអីធ្ងន់ធ្ងរទេឲ្យតែប្រយ័ត្ននៅក្នុងថ្ងៃ10ហ្នឹងតិចណាថ្ងៃមានត្រូវជួបរឿងការងារពិបាកច្រើនខ្លាំងមែនតើចាអញ្ចឹងយើងមើលអំពីលុយកាក់យើងមិនដែរណាចូលដល់ខែ11លុយកាក់យើងញ៉ៃញ៉ៃតិចឯណាឆ្នាំចចាឆ្នាំចញ៉ៃញ៉ៃតិចហើយមានបញ្ហាដោះស្រាយរឿងលុយកាក់ណាជាពិសេសពាក់ព័ន្ធជាមួយនឹងមនុស្សស្រីណាដូចជាមនុស្សស្រីហ្នឹងរករឿងជាមួយនឹងលុយកាក់យើងត្រូវសងមនុស្សស្រីហ្នឹងឬក៏យើងមានបញ្ហាមនុស្សស្រីហ្នឹងចូលមកញ៉ៃញ៉ៃរឿងលុយកាក់យើងត្រូវដោះស្រាយអត់រលូនអត់សូវរលូនណាចាតតពីពាក់កណ្ដាលខែឡើងទៅណាខ្ទង់ថ្ងៃ17អីឡើងបានឃើញថាយើងអាចរលុយមកពីខាងណាមួយដែលជាលុយផ្ទាល់ខ្លួនរយការរស៊ីមកដោះស្រាយជាមួយបញ្ហារឿងលុយរឿងលៀបនឹងបានណាចូលលៀបមកបានចឹងក្នុងថ្ងៃ17អីมันអាចដោះស្រាយរឿងលុយកាក់នឹងបានហើយមួយទៀតនៅចុងខែណាអ្វីដែលយើងរំពឹងទុកណាពាក់ព័ន្ធជាមួយលុយកាក់ឃើញថាអត់សូវអំណោយផលទេពាក់ព័ន្ធជាមួយនឹងលៀបសំណាងក៏អត់ទទួលបានល្អដែរនិយាយទៅអត់ទទួលបានលៀបធំទេនៅក្នុងខែ11នេះអ្នកចណាចាហើយមួយទៀតអាចនឹងមានបញ្ហាអស់លុយកាក់ពាក់ព័ន្ធជាមួយនឹងសុខភាពដែររឿងលុយរឿងកាក់ហ្នឹងពាក់ព័ន្ធជាមួយនឹងការវះកាត់ពាក់ព័ន្ធជាមួយនឹងបញ្ហាសុខភាពភ្នែកអីអស់លុយរឿងហ្នឹងចឹងចូលប្រយ័ត្នប្រយែងមែនតើចាឥឡូវយើងមើលអំពីរឿងស្នេហាណាអ្នកឆ្នាំចមិនដែរเนาะចារឿងស្នេហាអ្នកឆ្នាំចណាការងារមិនសូវលូនលុយកាក់មិនសូវលូនស្នេហាក៏មានអារម្មណ៍ថារៀងហត់នឿយមានអារម្មណ៍ថាធុញទ្រាន់នៅក្នុងតំណែងស្នេហាមានអារម្មណ៍ថាអូយជីវិតប្តីប្រពន្ធមួយនេះស្នេហាមួយនេះហេតុអីក៏ពិបាកម្លេះចាមានអារម្មណ៍ថាហត់នឿយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែហត់មានមួយថ្ងៃទៅមួយថ្ងៃកាន់តែធុញទ្រាន់នៅក្នុងជីវិតមួយនេះចាឥឡូវយើងមើលទៀតមើលចាប៉ុន្តែណាសម្រាប់អ្នកអត់មានគូអាចនឹងជួបស្នេហាដែលយើងពេញចិត្តដែរណាក៏មានរឿងល្អដែរមិនអត់ទេអ្នកអត់មានគូណាមិនថាព្រមថាស្រីអាចជួបមនុស្សដែលខ្លួនឯងពេញចិត្តណាអ្នកជួបស្នេហាជាស្នេហាដែលយើងស្រឡាញ់ស្នេហាដែលយើងពេញចិត្តឬក៏ស្នេហា private ដែរចានៅក្នុងហ្នឹងណាជួបស្នេហាជួបមនុស្សដែលពេញចិត្តជាពិសេសមនុស្សប្រុសអាចនឹងជួបមនុស្សស្រីល្អចូលមកពាក់ព័ន្ធនៅក្នុងជីវិតយើងចាតែគ្រាន់ថាជីវិតប្តីប្រពន្ធរៀងហត់នឿយមួយគ្នាប៉ុន្តែมันមានការបែកបាក់มันមានចំនួនมันមានការលែងលះចាអត់អីទេយើងអាចស្នេហាអត់មានឈានដល់ចំណុចមួយហ្នឹងឯងតែអ្នកអត់គូឃើញមានលៀបនៅក្នុងរឿងស្នេហាជួបស្នេហាថ្មីជួបមនុស្សដែលពេញចិត្តណាហ្នឹងហើយអូខេអរគុណច្រើនមែនតើណាសម្រាប់អ្នកឆ្នាំចជូនពរសំណាងល្អឲ្យសង្ឃឹមថាគ្រប់បញ្ហាទាំងអាចដោះស្រាយបានក្នុងពេលឆាប់ៗនេះចាជួបគ្នាវីដេអូក្រោយតាចាជម្រាបលាបាយបាយ